ដើមឈើធំៗអីយើងអត់សូវមានកម្លាំងកាប់អីយើងបកស្បកចឹងណាបកជុំវិញទៅលទ្ធផលគឺថាកន្លះខែទៅមួយខែហ្នឹងគឺថាបានផលហើយបាទគឺស្លឹករបស់វាគឺជ្រុះទាំងអស់បាទជ្រុះទាំងអស់ជ្រុះតែម្ដងបាទមើលនេះហើយមិនតែមួយដើមទេពីរបីដើមបើយើងអនុវត្តធ្វើហ្នឹងព្រោះដើមឈើមែកឈើធំៗលុបណាអ្នកនរធ្វើអីត្រជាក់ស្លឹបតែម្ដងកុំតែមែកខ្ពស់ពេកហើយផ្ទះយើងចិត្តហ្នឹងដបូលផ្ទះហ្នឹងយើងខ្លាចខ្យល់ព្រោះនៅនេះខ្យល់ខ្លាំងណាស់បាទយើងស្តៀងចិត្តព្រំដែនដែរខ្យល់បក់ពីទិសខាងនោះមកបាទខ្យល់ខ្លាំងហ្នឹងហើយយើងដាក់មែកឈើចឹងទៅបាទហើយបោះស្បនេះគឺយើងដឹងយូរហើយតែយើងភ្លេចយើងបានចាប់អារម្មណ៍ដោយសារមិត្តភក្តិពួកខ្ញុំនឹងគាត់បកទំនេរគាត់បកលេងហ្នឹងបកលេងលេងហ្នឹងទៅទុះស្លឹកអស់ហីតំណឹងហីឯកម្មការទៀតនេះបើនិយាយពីបំផ្លាញមេឃហ្នឹងគឺថាមិនតិចដងទេបាទ3 4ដងហើយហត់ណាស់ម្ដងធំហ្នឹងភ្លេចខ្លួនភ្លៀងមកគឺថាអូពេញហ្នឹងហើយស្លឹកមេឃនេះធំហ្នឹងអញ្ចឹងមានវិធីហ្នឹងទេបាទយើងមើលទៅមួយដើមពីរដើមចូល4ដើម5ដើមបាទ5បើយើងជាគិតជាកម្លាំងកាប់គឺថាហត់ដែរហត់ខ្លាំងមែនតើបាទ